បិសាចទឹកដឹងថាការប្រាក្តីស្រឡាញ់នៃវីរបុរសម្នាក់គឺងាយស្រួលធ្វើឲ្យធ្លាក់ចូលក្នុងអារម្មណ៍ដូច្នេះគាត់បានចាប់មីក្រឡានិងយកសិទ្ធិរបស់អ្នកស្រឡាញ់បង្ខំឲ្យហៃក្លេសនោះបោះបង់អំណាចព្រះវីរបុរសមិនមានការស្ទាក់ស្ទើរនៅពេលទឹកទាំងអស់ដល់កន្លែងដែលគួរតែទៅការត្រូវការព្យាយាមបានពេលវេលាមិនគ្រប់គ្រាន់ហើយអ្នកមានឆ្លាតបង្ហាញភាពជាក់លាក់នៅពេលដែលមីក្រឡាបានបោកប្រាស់គាត់ពីដើមដល់ចុងហើយគ្រីស្គិតថាស្នេហាគឺតែការមិនចង់ឆ្លើយតបនៅពេលនេះក្មេងក៏បានយកគ្រប់យ៉ាងទោះបីមីក្រឡាបានព្យាយាមពន្យល់ប៉ុន្តែគ្រីមិនចង់ស្ដាប់ទៀតទេជំនឿរបស់គាត់បានជ្រុលចុះឥឡូវនេះគ្រាន់តែជាមនុស្សគ្មានអំណាចថ្ងៃនៃការភ្ជាប់7បានមកដល់ហាឌីសបានប្រើកម្លាំងនៃផ្កាយបំបែកថៃតានមហាអ្នកធំបានដើរលើភ្នំទាំងមូលទឹកកកនឹងភ្លើងតំណាងឲ្យការលំបាកកាន់តែខ្លាំងបានបំផ្លាញពិភពលោកភ្លើងសង្គ្រាមបានឆាបឆេះពេលល្ងាចនៃមេឃព្រះនៅក្នុងអាណាចក្របានសម្លេងសង្គ្រាមជាមួយថៃតានបានចាប់ផ្ដើមការប្រកួតហាឌីសបានបញ្ជាឲ្យអ្នកធំម្នាក់បំផ្លាញទីក្រុងឌីប៊ីពុកដែលបាក់បានធ្លាក់ចុះជាមួយអគិភ័យទោះបីបានបាត់បង់អំណាចប៉ុន្តែគ្រីស្ទនៅតែព្រះអង្គសាស្ត្រាចារ្យមិនសប្បាយចិត្តនឹងសំបីសូសូម្នាក់ផុតពីកូនប្រុសដែលត្រូវបានទម្លាក់ឲ្យគ្មានអំណាចប៉ុន្តែគ្មានអ្វីអាចធ្វើបានសូមអរគុណមេខ្លាដែលបានស្វែងរកពីលោកមកគ្រូបង្រៀនដ៏អស្ចារ្យអាចលើកទឹកចិត្តមនុស្សនៅពេលសំខាន់ហើយក្រេះក្រំការប្រកាសរបស់គាត់ចុងក្រោយបានមានឡើងវិញចុងក្រោយដោយកម្លាំងមនុស្សចូលឡើងដោយភ្លើងដូចជាពូរ៉ូមីស៊ូមុខនឹងអធិការដ៏គួរឲ្យខ្លាចបន្ទាប់មកប្រើខ្សែដើម្បីបង្វិលរាងកាយដូចភ្នំទាញវាចូលទៅក្នុងចម្ងាយការវាយប្រហារធំធេងធ្វើឲ្យជួដួលនៅពេលគ្រោះថ្នាក់មីខ្លាបាននាំហៃក្រេសចេញប៉ុន្តែខ្លួនឯងក្មេងស្រីនៅចំណុចភ្នែកបញ្ចាំងនៅទឹកភ្នែកដែលភ្លឺជាងផ្លែប៉ោមមាសរបស់អាហ្វ្រូឌីតការប្រាជ្ញារបស់ព្រះអង្គបានមានផលជាងព្រះកុសសម្បានបង្វិលឡើងវិញនៅក្នុងរាងកាយរបស់ហៃក្រេសចុងក្រោយជិះសេះព្រលឡើងកំពូលភ្នំអូឡីមភីកដោយកម្លាំងធំដើម្បីកាត់ខ្សែដែរបានចាប់គ្រប់ព្រះធ្វើឲ្យមានសេរីភាពព្រះអង្គបានចាប់យកកងទ័ពថៃតានដែរគួរឲ្យខ្លាចចុងក្រោយបានចាប់យកកងទ័ពដែលបានសម្រេចឈ្នះប៉ុន្តែព្រះអង្គដែលបរាជ័យមិនមែនគ្មានអ្វីទេគាត់បានយកមីខ្លា